តែអ្វីដែលខ្ញុំផ្ដោតសំខាន់ទី1នោះគឺខ្ញុំចង់តេស្តលើសមត្ថភាពខ្លួនឯងនិងភាពច្នៃប្រឌិតរបស់ខ្លួនឯងបានដល់កម្រិតណាហើយដើម្បីឲ្យដឹងថាកាហ្វេនេះមានប្រភពមកពីណាខ្ញុំបានបញ្ចូលរូបសំណាកទី2កត្តាសម្ពាធគឺខ្ញុំផ្ដោតសម្ពាធឲ្យខ្លួនឯងខ្លាំងដោយសារតែខ្ញុំគិតថានេះជាផលិតផលរបស់កូនខ្មែរហើយខ្ញុំជាកូនខ្មែរមួយរូបគូគំនូអាចឲ្យខ្ញុំបានចូលរួមមួយផ្នែកតូចក្នុងការជួយផ្សព្វផ្សាយជួយលើកស្ទួយនិងលើកតម្កើងផលិតផលខ្មែរជំរាបសួរនាងខ្ញុំឈ្មោះសុនកតេនិកាសប្តាហ៍ថ្ងៃជាស្ថាបនិកបៃតង Lab Design Studio សម្រាប់បៃតង Lab យើងផ្ដោតសំខាន់ទៅលើការងារទាំងឡាយណាដែលពាក់ព័ន្ធនឹងការរចនា graphic ដែលរួមមានទាំងការបង្កើត logo branding design rebranding design character branding ក៏ដូចជាគំនូរ illustration មួយចំនួនបកមកបទពិសោធន៍ការងារក្នុងការ design និងរចនាវិញតាមពិតទៅឬគល់នៃប្រវត្តិសិក្សារបស់ខ្ញុំហ្នឹងគឺខ្ញុំជានិស្សិតខាងផ្នែកសិប្បកម្មនិងរចនាម្នាក់ឯងប៉ុន្តែកំឡុងពេលដែលបំពេញការងារជាសិប្បកម្មនិងអ្នករចនានៅពេលទទួលបាន project មួយចំនួនដែលតាក់ទងជាមួយនឹងហាងតម្រូវឲ្យខ្ញុំរចនាទីតាំងដាក់ logo យ៉ាងណាធ្វើឲ្យវាសមនឹងទាក់ទាញសម្រាប់ម្ចាស់ហាងសម្រាប់ក្រុមហ៊ុន Coffee ខ្ញុំបានស្គាល់និងឮមកយូរហើយប៉ុន្តែថ្ងៃមួយចៃដន្យខ្ញុំ scroll Facebook ទៅក៏ឃើញក្រុមហ៊ុន Coffee គាត់បានប្រកាសស្វែងរកបេក្ខជនប្រកួតដើម្បីរចនាកែកាហ្វេខ្ញុំឃើញចាប់អារម្មណ៍ខ្ញុំក៏មើលបន្ថែមទៅលើលក្ខណៈដែលក្រុមហ៊ុនបានផ្ដល់ឲ្យហើយនៅពេលហ្នឹងខ្ញុំមិនបានចាប់អារម្មណ៍អីច្រើនទៅលើពានរង្វាន់ឈ្នះបានអីតែអ្វីដែលខ្ញុំផ្ដោតសំខាន់ទី1ហ្នឹងគឺខ្ញុំចង់តេស្តលើសមត្ថភាពខ្លួនឯងនិងភាពច្នៃប្រឌិតរបស់ខ្លួនឯងបានដល់កម្រិតណាអញ្ចឹងខ្ញុំក៏ចូលរួមដាក់ឈ្មោះប្រកួតហើយជាលទ្ធផលខ្ញុំក៏ទទួលបានជ័យលាភីលេខ1ហើយនេះគឺជាលើកទី1របស់ខ្ញុំដែលខ្ញុំប្រកួតក្នុងការរចនាគំនូរ digital ហើយខ្ញុំពិតជាមានការត្រេកអរនិងមានមោទនភាពលើខ្លួនឯងហើយការប្រកួតនេះគឺជាផ្នែកមួយដែលតែងតែជំរុញនិងលើកទឹកចិត្តខ្ញុំឲ្យបន្តពង្រឹងនិងពង្រីកសមត្ថភាពខ្លួនឯងរហូតមកចំពោះការបង្កើត concept ក្នុងការរចនាកែវកាហ្វេដែលខ្ញុំបានចូលរួមប្រកួតហ្នឹងខ្ញុំបានផ្ដោតលើគំនិតសំខាន់ចំនួន4ដែលទី1ហ្នឹងគឺខ្ញុំផ្ដោតទៅលើ topic ដែលខាងក្រុមហ៊ុនបានផ្ដល់ឲ្យគឺដំណើរការដាំដុះកាហ្វេពីចំការរហូតទទួលបានកាហ្វេមួយកែវអញ្ចឹងចាប់ផ្ដើមរបស់ខ្ញុំគឺចំការទៅកែវអញ្ចឹងនៅលើកែវកាហ្វេគឺខ្ញុំបានគូររូបកែវមួយទៀតនៅក្នុងកាហ្វេហ្នឹងហើយមានផ្សែងហុយចេញមកឧទាហរណ៍ដូចពេលយើងកាន់កែវ coffee ញ៉ាំអញ្ចឹងវាឈ្ងុយក្លិនកាហ្វេហើយយើងមើលទៅលើកែវនឹងឃើញពីដំណើរការដាំដុះកាហ្វេនៅខេត្តមណ្ឌលគិរីអញ្ចឹងនៅក្នុងហ្នឹងខ្ញុំក៏បានបន្ថែមនៅមូលដ្ឋានគ្រឹះសំខាន់មួយចំនួនក្នុងការដាំកាហ្វេដូចជាការប្រមូលផលការហាលកាហ្វេការលីងកាហ្វេនិងការកិនកាហ្វេរហូតទទួលបានគ្រាប់កាហ្វេដែលដាក់លក់នៅតាមទីផ្សារបច្ចុប្បន្នហើយដើម្បីឲ្យដឹងថាកាហ្វេនេះមានប្រភពមកពីណាខ្ញុំបានបញ្ចូលរូបសំណាកគោព្រៃដែលយើងទាំងអស់គ្នាបានដឹងហើយថារូបសំណាកគោព្រៃគឺតំណាងឲ្យខេត្តមណ្ឌលគិរីអញ្ចឹងខ្ញុំបានបញ្ចូលរូបសំណាកគោព្រៃទៅនៅក្នុងគំនូររបស់ខ្ញុំហើយដើម្បីបញ្ជាក់បន្ថែមពីអត្តសញ្ញាណខ្មែរមួយចំនួនទៀតខ្ញុំបានគូរបន្ថែមនៅផ្ទះឈើខ្មែរក៏ដូចជាបានរំលេចនៅមួកស្លឹកត្នោតឲ្យកសិករនៅក្នុងគំនូរទាំងអស់គឺគាត់ពាក់មួកស្លឹកត្នោតនៅកំឡុងពេលគាត់បំពេញការងារចំណុចទី4ហ្នឹងគឺពណ៌សំខាន់ណាស់សម្រាប់គំនូរនីមួយបើសិនជាពណ៌ប្រើប្រាស់បានល្អគំនូរនឹងចេញមកល្អប៉ុន្តែបើពណ៌ប្រើប្រាស់ល្អទេគំនូរនឹងអត់ចេញបានល្អអញ្ចឹងសម្រាប់ការប្រើប្រាស់ពណ៌នៅក្នុងគំនូររបស់ខ្ញុំជ្រើសយកពណ៌ស្រាលដូចជាបៃតងស្រាលផ្ទៃមេឃស្រាលពណ៌ក្រហមបែកក្បឿងជាដើមដែលពណ៌ទាំងអស់នោះគឺអត់មានយកចេញពីកន្លែងណាឆ្ងាយគឺយកចេញពីទស្សនវិជ្ជាជាក់ស្ដែងនៅខេត្តមណ្ឌលគិរីពីព្រៃឈើធម្មជាតិជាច្រើនផ្ទៃមេឃក៏ដូចជាដីក្រហមក្រោយមកបើតាមខ្ញុំចាំកំឡុងឆ្នាំ2024ខែសីហាខាងក្រុមហ៊ុន Coffee បានតាក់ទងមកខ្ញុំម្ដងទៀតខ្ញុំភ្ញាក់ផ្អើលដោយសារតែការងារដែលខ្ញុំបានធ្វើពីមុនខ្ញុំបានផ្ញើជូនគាត់អស់ហើយគាត់ក៏បានប្រាប់ខ្ញុំថាគាត់មាន project មួយទៀតឲ្យខ្ញុំធ្វើដោយឲ្យខ្ញុំកែសម្រួលទៅលើគំនូរដែលខ្ញុំបានប្រកួតប្រជែងឈ្នះហ្នឹងទៅជាកញ្ចប់ workshop ថ្មីមួយទៀតរបស់បណ្ឌិតរបស់ក្រុមហ៊ុន Coffee ខ្ញុំមានអារម្មណ៍ថារំភើបដោយសារតែនេះជាឱកាសថ្មីម្ដងទៀតហើយសម្រាប់ខ្ញុំដែលអាចបង្ហាញស្នាដៃខ្លួនឯងទៅឲ្យមនុស្សជាច្រើនបានស្គាល់និងបានដឹងបើតាមក្រុមការងារខាង Coffee បានប្រាប់មកខ្ញុំកាហ្វេបណ្ឌិតថ្មីហ្នឹងគឺជាកាហ្វេដែលទទួលបានការវិតម្លៃពីវិទ្យាស្ថានអន្តរជាតិ CQI ទៀតផង
ចំពោះឧបសគ្គក្នុងការគូរតែតែមានរូបគំនូរមួយណាក៏មានដែរសម្រាប់ឧបសគ្គទី1របស់ខ្ញុំហ្នឹងគឺរូបគំនូរតែម្ដងដោយសារនេះជារូបគំនូរទេសភាពហើយខ្ញុំអត់សូវបានគូររូបគំនូរទេសភាពពីមុនមកច្រើនទេការប្រកួតលើកមុនហ្នឹងគឺជារូបគំនូរទេសភាពទី1របស់ខ្ញុំហើយបន្ទាប់មកសម្រាប់កញ្ចប់វេចខ្ចប់ថ្មីហ្នឹងគឺជារូបគំនូរទី2ហើយផ្ដោតសំខាន់ទៅលើរូបទឹកជ្រោះប៊ូស្រាដោយសារកញ្ចប់វេចខ្ចប់ថ្មីហ្នឹងគឺឈ្មោះប៊ូស្រាអញ្ចឹងខ្ញុំត្រូវធ្វើយ៉ាងណាផ្ចិតផ្ចង់ល្អិតល្អន់យ៉ាងម៉េចឲ្យគំនូរហ្នឹងចេញមកទទួលបានលទ្ធផលល្អដោយសារទឹកជ្រោះប៊ូស្រាគឺជាកន្លែងល្បីល្បាញមួយនៅខេត្តមណ្ឌលគិរីខាងផ្នែកដំណាំកាហ្វេហើយសម្រាប់ទី2កត្តាសម្ពាធគឺខ្ញុំផ្ដល់សម្ពាធឲ្យខ្លួនឯងខ្លាំងដោយសារតែខ្ញុំគិតថានេះជាផលិតផលរបស់កូនខ្មែរហើយខ្ញុំជាកូនខ្មែរមួយរូបគូគំនូរហើយខាង Coffee បានផ្ដល់ឱកាសនេះឲ្យខ្ញុំអញ្ចឹងខ្ញុំត្រូវធ្វើយ៉ាងណាឲ្យលទ្ធផលចេញមកទទួលបានលទ្ធផលល្អអាចធ្វើអត់បានល្អជាចុងក្រោយខ្ញុំពិតជាមានភាពសប្បាយរីករាយនិងត្រេកអរដែលបានចូលរួមប្រកួតក្នុងការប្រកួតរបស់ក្រុមហ៊ុន Coffee ក៏ដូចជាមានឱកាសសាជាថ្មីម្ដងទៀតក្នុងការកែប្រែកញ្ចប់វេចខ្ចប់ថ្មីដល់បណ្ឌិតរបស់ Coffee ហើយក៏សូមអរគុណដល់ក្រុមហ៊ុន Coffee ដែលបានផ្ដល់ឱកាសឲ្យខ្ញុំចូលរួមប្រកួតក៏ដូចជាឱកាសសាជាថ្មីហើយអាចឲ្យខ្ញុំបានចូលរួមមួយផ្នែកតូចក្នុងការជួយផ្សព្វផ្សាយជួយលើកស្ទួយនិងលើកតម្កើងផលិតផលខ្មែរ